so អញ្ចឹងអានេះខ្ញុំមកនិយាយអំពីការធ្វើ icon change icon នៅពេលដែលយើង click ទៅលើ icon ហ្នឹងទៅវា change ទៅ icon ផ្សេងអញ្ចឹងណានេះដូច icon របៀបចេះ arrow down នៅពេលដែលយើង click ទៅវា change ជា arrow right វិញអញ្ចឹងថ្ងៃហ្នឹងយើងនឹងធ្វើទៅលើ HTML ហើយនឹង JavaScript so អញ្ចឹងទី1ខ្ញុំធ្វើការ add ទៅលើ component របស់HTML របស់យើង HTML file អញ្ចឹងយើងបាន HTML file ហើយខ្ញុំធ្វើការដាក់ឈ្មោះវាថា icon យ៉ាងមកបន្តមកទៀតនៅក្នុង body នេះអញ្ចឹងនៅក្នុង body ខ្ញុំធ្វើការ set ជាមួយនឹងអីគេ button element button អញ្ចឹងធ្វើការ set ជាមួយនឹងអីគេអញ្ចឹងយើងបាន element មួយឈ្មោះថា button ហើយក្នុង button នេះដែរខ្ញុំធ្វើការ set ជាមួយនឹង image element image អញ្ចឹង image របស់វាខ្ញុំធ្វើការ set ជាមួយនឹង ID ឲ្យវាទៅ ID អញ្ចឹង image របស់យើងមាន2គឺមាន button burger menu មួយហើយនឹងអីគេ close មួយ so អញ្ចឹងទៅលើ button burger menu នេះខ្ញុំធ្វើការដាក់អីគេដាក់ឈ្មោះវាថា menu icon ចុះ menu icon ចុះ so បន្តមកទៀតខ្ញុំ add source វាអញ្ចឹង source វាគឺខ្ញុំដាក់អញ្ចឹងគឺខ្ញុំដាក់ថាsrc src equal ជាមួយនឹងអីគេ src equal ជាមួយនឹង bar.png បន្តមកទៀតធ្វើការដាក់ជាមួយនឹង al ដើម្បីនៅពេលដែលរូបភាពរបស់យើងអត់ឃើញវាចេញ alternate ហ្នឹងមក so alternate ស្មើនឹង open open menu អូខេអញ្ចឹងយើងបាន class មួយហើយអញ្ចឹងយើងធ្វើការ set ជាមួយនឹង class button របស់យើងដើម្បីយើង get វាទៅប្រើនៅក្នុង JavaScript so អញ្ចឹងនៅក្នុង class button របស់យើងធ្វើដាក់ menu អូខេ menu toggle ចុះ menu toggle .btn អូខេបន្តមកទៀតខ្ញុំធ្វើការ set ជាមួយនឹង ID ឲ្យវាគឺ ID equal menu btn អូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយ so អញ្ចឹង control S ជាងទៅមើល result refresh មួយអូខេអញ្ចឹងយើងបាន button ប៉ុណ្នេះហើយmenu btn burger បានយើងបានប៉ុណ្នេះហើយបាន burger icon so អញ្ចឹងធ្វើការ link up ជាមួយនឹងអីគេ link up ជាមួយនឹង JavaScript របស់យើងដែលយើងផ្ដើមពីគេ script អញ្ចឹងយើង close វាវិញមកអូខេ close script មកហើយក្នុង script យើងធ្វើការ src equal ជាមួយនឹង file JavaScript របស់យើងឈ្មោះ event អូខេ control S មកបន្តទៀតយើងចូលទៅ design នៅលើគេ event នៅក្នុង JavaScript អញ្ចឹងនៅក្នុង JavaScript ទី1គឺយើងប្រើជាមួយនឹង event listener ដើម្បីនៅពេលដែលយើង click icon ហ្នឹងទៅវា change icon current file អញ្ចឹងណាអូខេ so ទី1យើង get ជាមួយនឹងអីគេ image element ដែលយើងប្រើជាមួយនឹង by id អញ្ចឹងទៅអញ្ចឹងយើងប្រើជាមួយ constant ដើម្បី get image element អញ្ចឹងធ្វើការដាក់ menu icon អូខេអញ្ចឹងកន្លែងនេះយើងធ្វើការ equal ជាមួយនឹង document dot អីគេ dot get element by id icon menu អញ្ចឹង icon menu នេះមិនមែនជា class របស់យើងទេយើងទៅមើលរបស់យើងមើលអូខេអញ្ចឹង get icon នេះយើងយកមកពីនេះ image របស់យើងអញ្ចឹងយើង get ពី image នេះត្រូវអញ្ចឹងកន្លែងនេះយើងធ្វើការ set ជាមួយនឹង menu icon អូខេបន្តមកទៀតគឺយើងធ្វើការដាក់ជាមួយនឹងលក្ខខណ្ឌដើម្បីឲ្យវា check ថា listen យើងថានៅពេលដែលយើង click ទៅឲ្យវា change direction ទៅណាអញ្ចឹងឲ្យវា listen របស់យើងបានយើងធ្វើការ set ជាមួយនឹង add menu
menu icon just sorry menu icon dot add event listener ចឹងឲ្យវា listener ឡើងនឹង listen ថាយើងនៅពេលដែលយើង click ចឹងកន្លែងនេះក៏ check condition វា technical logical ដែរវាប្រើ logical ដែរអញ្ចឹងយើងឲ្យវា click នៅពេលដែលវា click បន្ទាប់មកប្រើជាមួយនឹងអីគេ arrow function អូខេចឹង arrow function ធ្វើការដាក់ function វា function អូខេ function ចឹងនៅពេលដែលគេ click ក្នុង function ហ្នឹងទី1ឲ្យវា check condition if បើសិនបើគេអត់ click ទេឬក៏គេ click ទៅលើអាប៊ូតុងburger menu ហ្នឹងឲ្យវា change ទៅជាប៊ូតុង close វិញអញ្ចឹងយើងធ្វើការ if menu icon dot ជាមួយគេ dot ជាមួយ src ឯង dot ជាមួយ src sorry dot ជាមួយ src ហើយគេ dot ជាមួយនឹង include ឯគេ include ជាមួយនឹង class របស់យើងហ្នឹង class ឯគេ class ឈ្មោះឯគេរូបភាពរបស់យើងនេះរូបភាពនេះ bar solid bar s dot ដល់គេគ្នា dot solid ឯគេ solid dot png អូខេនេះវា load scroll src អូខេបន្តមកទៀតនៅក្នុង condition ហ្នឹងបើសិនបើគេចុច line ហ្នឹងឲ្យវា change អា menu bar អា menu នេះ change អានេះទៅជាគេ close វិញអូខេអញ្ចឹងយើង change line ហ្នឹងយើងធ្វើការគេ menu icon dot ឯគេ dot src equal ជាមួយនឹងឯគេនេះ hmark solid អញ្ចឹង equal ជាមួយនឹង hmark solid.png អញ្ចឹងវា change ឡើងហ្នឹងហើយបន្ទាប់ពី change ឡើងហ្នឹងយើងធ្វើការដាក់ menu ឲ្យវាថានៅពេលដែលបើសិនបើអត់មានរូបនេះវាចេញនេះគេបើសិនបើអត់មានរូបនេះវាចេញ alternate ដូចអានេះដែរនេះ alternate ចេញ alternate ថា open menu អញ្ចឹងខ្ញុំទៅសារទាំងអស់គ្នាហើយនៅពេលដែលយើងអត់ដាក់ហ្នឹងវាចេញបែបម៉េចអញ្ចឹងខ្ញុំធ្វើការ menu icon dot អីគេ dot alter equal ជាមួយនឹងអីគេ close menu បន្តមកទៀតបើសិនបើគេចុច back ទៅវិញចុចអា close ប៊ូតុងហ្នឹងវិញអញ្ចឹងបើសិនបើគេចុច close ប៊ូតុងវិញឲ្យវា change ទៅប៊ូតុងដើមវិញទៅងាយស្រួលអញ្ចឹង menu icon dot src អូខេ .src equal ជាមួយនឹងអីគេbar solid ហ្នឹងទៅបន្តមកទៀត menu ដូចគ្នា menu icon alter open វិញទៅអញ្ចឹងប៉ុណ្ណឹងហើយធ្វើការ close វាមួយមកអានេះលើនេះអូខេបាត់មួយKL អូខេលើមួយ got អញ្ចឹងយើងទៅមើល result របស់យើងគ្នាយើងគិតថាចេញមកណាតែគ្នាយើងគិតថាវាធំពេកត្រូវអត់ធំពេកបើធំពេក add style CSS ក្នុង head របស់យើងមក time style តិចមកអញ្ចឹង style របស់យើងហៅអា class នេះមក design តិចមកនេះ class អីគេគ្នាហៅអា class menu នេះមក class btn menu toggle នេះមក dot តិចមក design តិចមកដាក់ width វា 50
50 pixel width 50 pixel ទៅមើល result refresh width 50 pixel តែនៅ image pin ទៅ image មុនទេខ្ញុំ pin ទៅ image ទៅអូខេប៉ុណ្ណឹងណានេះអូខេចឹងនៅទី1នៅពេលដែលវាចេញបែបហ្នឹងយើង click ទៅវាចេញ close ហើយយើងចុច close វិញវាចេញ open វិញចឹងបើសិនបើយើងអត់ដាក់នេះalternate នេះalternate ហ្នឹងនៅក្នុង JavaScript បើសិនបើយើងអត់ដាក់បើសិនយើងអត់ដាក់កន្លែង close ខ្ញុំបិទកន្លែង close នេះ open នេះចោលចេញ open ដល់ថ្មីអានេះវាចេញធម្មតាតែបើសិនបើខ្ញុំបិទអានេះបិទរូបភាពនេះបើសិនខ្ញុំបិទរូបភាពឬក៏អារូបភាពនឹងវាខុសបន្តិចចុះក៏អក្សរ M Ctrl S មកហើយចុចទៅអូខេវាមានអា close menu នឹងជួយឲ្យយើងណាតើអត់ប៉ុន្តែអា close menu នេះវានៅអីគេវានៅលើទេវានៅអានេះទេវាអត់ change ទេតើនេះដោយសារយើងបិទតែយើងសាកបិទអានេះមើលយើងសាកបិទអានេះទៀតនៅពេលយើងចុចទៅវាមានតែមកវិញអត់បាត់អូខេណាតើនេះឡើងនោះចឹងវាជួយយើងអា open menu នេះវាឃើញដោយសារអីដោយសារនៅក្នុងនេះមានមួយដែរចឹងបើសិនបើយើងបិទអាហ្នឹងទៀតsorry បើសិនបើយើងដកលុបអាហ្នឹងចោលទៀតខ្ញុំទៅមើល result វាអត់មានអីទេអូខេអត់មានតែរូបទេចឹងដើម្បីឲ្យវាអាចងាយមើលបានយើងត្រូវបើកអា alternate ហ្នឹងទៅតែក្នុងនេះធ្វើការបើកឡើងវិញទាំងអស់ហើយ change Ctrl S result អូខេចឹងវីដេអូមានប៉ុណ្ណឹងបាយ